នៅពេលទៅដល់កោះហាវ៉ៃលោកសេនាប្រមុខលន់នល់បានដឹងហើយថារដ្ឋាភិបាលសាធារណរដ្ឋនៅភ្នំពេញឥតបានយកចិត្តទុកដាក់អំពីយុទ្ធសាស្ត្ររបស់លោកតាមយុទ្ធសាស្ត្រចុងក្រោយរបស់លោកសេនាប្រមុខគេត្រូវដកទ័ពទាំងអស់ដែលនៅមានចិត្តស្មោះត្រង់ចំពោះលោកសេនាប្រមុខចេញទៅក្រុងកំពង់សោមដើម្បីតស៊ូទៅទៀតដោយកម្លាំងអាវុធផងដោយវិធីចរចាផងខ្ទាស់ស្ថានភាពនៅលើសមរភូមិក្តៅឲ្យជាប់មុននឹងដាក់អាវុធប្រកាសឈប់បាញ់គ្នាផ្ទុយគ្នានឹងផែនការដែលគេបានធ្វើមកហើយនៅព្រឹកថ្ងៃទី17ខែមេសានៅពេលកងទ័ពសាធារណរដ្ឋទុនដៃណាស់ទៅហើយនោះមនុស្សភាគច្រើននៅក្រោមការគ្រប់គ្រងសាធារណរដ្ឋខ្មែរជឿថាសម្ដេចឪមុខជានឹងធ្វើឲ្យទ័ពគ្រប់ទិសទាំងអស់បាក់បបក្លប់ខ្លាច់ព្រះអង្គដាក់អាវុធចុះចូលនាំសន្តិភាពមកដល់កម្ពុជាវិញភ្លាមនៅពេលកងទ័ពសាធារណរដ្ឋខ្មែរដាក់អាវុធចុះចាញ់ប៉ុន្តែចំពោះលោកសេនាប្រមុខលន់នល់វិញលោកបានកសាងដឹកនាំកម្លាំងយោធាខ្មែរទាំងអស់ផ្ទាល់តាំងពីសម័យកម្ពុជាបានទទួលឯករាជ្យពីរដ្ឋការអាណានិគមបារាំងនៅក្នុងឆ្នាំ1953មកលោកសេនាប្រមុខហាក់ដូចជាគ្មានជំនឿថាសម្ដេចសីហនុអាចគ្រប់គ្រងឬបញ្ជាដោយរបៀបណាមួយលើទ័ពខ្មែរក្រហមបន្តិចសោះឡើយកងយុទ្ធពលខេមរៈជាតិដែលចេញពីសាលាយោធាបារាំងក្រោមបញ្ជាការផ្ទាល់របស់លោកសេនាប្រមុខលន់នល់រៀបរៀងដរាបមកនឹងកងទ័ពបដិវត្តខ្មែរក្រហមដែលកកាត់ឡើងជាទ័ពឧទាមព្រៃម៉ាគីក្រោមបញ្ជាការរំដោះកុម្មុយនីសឥណ្ឌូចិនមានសភាពខុសគ្នាឆ្ងាយណាស់លោកសេនាប្រមុខលន់នល់មានការបារម្ភច្រើនណាស់ក្នុងការដាក់អាវុធដោយគ្មានលក្ខខណ្ឌការដាក់អាវុធដោយគ្មានតម្រូវលក្ខខណ្ឌអ្វីឬទីជម្រកឲ្យបានមាំជាមុនដោយការដាក់អាវុធទូទៅដែលគណៈកម្មការកម្ពុជានៅភ្នំពេញកំពុងបញ្ជាឲ្យកងយុទ្ធពលខេមរៈជាតិនៅព្រឹកថ្ងៃ17មេសាឆ្នាំ1975គឺជាការចងសេកកងយុទ្ធពលខេមរៈជាតិរាប់សែនអ្នករុញទម្លាក់ឲ្យចូលទៅក្នុងរណ្ដៅខ្មែរក្រហមយកទៅសម្លាប់ទាំងមូលដោយមិនឲ្យកម្រើការពារខ្លួនបានសោះលុះឃើញថារដ្ឋាភិបាលភ្នំពេញពុំបានធ្វើតាមបញ្ជាលោកសេនាប្រមុខលន់នល់ងាកមកយកចិត្តទុកដាក់លើសុខភាពរបស់លោកនិងផ្ដើមរៀបចំផែនការអនាគតខ្លះសម្រាប់គ្រួសារលោកពិតមែនហើយលោកសេនាប្រមុខបានទទួលទូរលេខប្រញាប់មួយចំនួនចេញពីប្រទេសថៃនិងពីតំបន់ព្រំប្រទល់ក្នុងទូរលេខទាំងនោះនាយទាហានរបស់សាធារណរដ្ឋខ្មែរជាច្រើនក្រុមបានអំពាវនាវសុំជំនួយបន្តការច្បាំងតស៊ូតទៅទៀតដោយសុកចិត្តស្លាប់ជាជាងដាក់អាវុធចុះតាមបញ្ជាពីអគ្គសេនាធិការភ្នំពេញខ្ញុំអានទូរលេខទាំងនោះកាលណាខ្ញុំស្ទើរតែលោតចុះក្នុងទឹកសមុទ្រប៉ាស៊ីហ្វិកហែតម្រង់មកកម្ពុជាវិញឲ្យតលតែលងទឹកដាច់ខ្យល់ស្លាប់ទៅចុះជាជាងរស់នៅក្នុងអារម្មណ៍ដ៏កង្វល់ដូចនេះទូរលេខទាំងនេះសុទ្ធតែកត់ត្រាផុសតាងនៃសេចក្តីក្លាហានយ៉ាងខ្ពស់គួរឲ្យគោរពបំផុតដែលយោធាខ្មែរបង្ហាញនៅក្នុងសមរភូមិចំពោះមុខសេចក្តីអស់សង្ឃឹមប៉ុន្តែការរៀបចំផែនការណាមួយក្រៅពីព្រំដែនងារតែខ្លួនសុទ្ធតែបានជួបនឹងឧបសគ្គធំៗដែលយើងពុះពៀរំលងពុំរួចឡើយណាមួយការស្ថិតនៅលើកោះហាវ៉ៃដែលដាច់ឆ្ងាយស្រយាលពីដទៃទៀតខៀខាំងដោយទឹកមហាសមុទ្រប៉ាស៊ីហ្វិកជាឧបសគ្គមួយដ៏ធំណាស់มันអាចឲ្យយើងធ្វើការតាក់ទងជាមួយអ្នកគ្រប់គ្រងនយោបាយសាធារណរដ្ឋខ្មែរម្នាក់បានឡើយទីបំផុតគ្រាន់តែការបង្កើតការិយាល័យមួយសម្រាប់ខ្ញុំធ្វើការប្រចាំថ្ងៃឲ្យបានទៀងទាត់ក៏ធ្វើមិនកើតនៅលើកោះនេះផងក្រោយលោកសេនាប្រមុខលោកបានជ្រាបច្បាស់ថាឧត្តមសេនីយ៍លន់នល់ជាប្អូនបង្កើតរបស់លោកនិងរដ្ឋមន្ត្រីទី1ឡុងបូរ៉េតបានត្រូវគេកាត់សម្លាប់នៅពេលក្រោយបានជួបជាមួយនឹងជួរថ្នាក់ដឹកនាំខ្មែរក្រហមនៅក្រសួងឃោសនាការលោកសេនាប្រមុខងាកមកសួរខ្ញុំថាឯណាទៅច្បាប់លោកឆាំងសុងសម័យនេះស្រុកមានច្បាប់ណាលោកចាំមើលថាតើអ្នកច្បាប់គេគិតយ៉ាងម៉េចខ្ញុំនឹកក្តុកក្តួលក្នុងចិត្តរកពីអ្វីឆ្លើយពុំបានខ្ញុំគិតស្ងាត់ថាលោកប្រធានាធិបតីសាធារណរដ្ឋខ្មែរដែលជានាយទាហានចម្បងបំផុតនៅកម្ពុជាបច្ចុប្បន្នពេលនេះលោកត្រឡប់ជាគិតអំពីបញ្ហាច្បាប់ទៅវិញប្រហែលជាលោកគិតអំពីច្បាប់នៅតុលាការសាលាដំបូងដែលលោកបានធ្វើការនៅពេលលោកទើបចេញពីសាលាឬថ្មនេះទៅហើយលោកបែរជាសួររកច្បាប់នៅអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិកនៅកម្ពុជានៅសមរភូមិឬនៅសាលាច្បាប់ដែលគេបង្រៀនឥតឈប់ច្បាប់ខុសគ្នាទាំងអស់គួរតែយើងត្រេះរិះរកអ្នកដឹកនាំឬអ្នកទទួលខុសត្រូវនៅពេលនេះទៅវិញដូចជាមានប្រយោជន៍ជាងប៉ុន្តែចំពោះលោកសេនាប្រមុខលន់នល់នៅពេលនេះក៏ដូចជានៅពេលណាពីមុនដរាបមកគិតនឹងតទៅពេលក្រោយវែងឆ្ងាយទៀតលោកស្ថិតនៅជាប្រធានាធិបតីសាធារណរដ្ឋខ្មែរដដែលដោយពាក្យសន្យាដែលអ្នកដឹកនាំខ្មែរឯទៀតបានធ្វើជាមួយលោកនៅពេលលោកចេញដំណើរពីភ្នំពេញចំនួនជាង2អាទិត្យមុនខ្ញុំងាកមុខចេញពីមុខលោកសេនាប្រមុខដោយគោរព
នៅពេលដែលលោកសេនាប្រមុខតាមសម្លឹងមើលដានព័ត៌មាននៅតាមទូរទស្សន៍មិនដាក់ភ្នែកខ្ញុំនឹកអាឡោះអាល័យដល់លោកឧត្តមសេនីយ៍លន់នន់ដែលត្រូវបានទទួលថ្មបាក់ជាច្រើនគ្រានៅសម័យសាធារណរដ្ឋខ្មែរជំនួសបងប្រុសរបស់លោកនិងជំនួសអ្នកឯទៀតរហូតដល់ពេលក្រោយបំផុតនេះលោកលន់នន់បានត្រូវខ្មែរក្រហមសម្លាប់ឥតជំនុំជម្រះកាត់យកក្បាលទៅដោតឲ្យសត្វចាក់ស៊ីនៅរបងផ្សារថ្មីស្លាប់ចោលភរិយានិងកូនដែលនៅក្មេងៗនៅឡើយមនុស្សជាច្រើននៅក្នុងពិភពលោកបានសរសេរបានធ្វើបាតកម្មប្រឆាំងនឹងស្រែកជេរឬរំពងស្អប់ខ្ពើមលោកលន់នន់នៅពេលសាធារណរដ្ឋខ្មែរចាញ់សង្គ្រាមគេបានចាត់ទុកលោកលន់នន់និងអ្នកដឹកនាំសាធារណរដ្ឋខ្មែរឯទៀតថាជាជនក្បត់ជាតិថែមទៀតនៅពេលជាមួយគ្នានេះដែរតម្លៃរបស់លោកសេនាប្រមុខលន់នល់កំពុងតែប្រែពីតម្លៃវរៈជនទៅជាជនក្បត់ជាតិនៅចំពោះមុខប្រជាជាតិខ្មែរនិងជាពិសេសនៅចំពោះមុខអ្នកដឹកនាំថ្មីស្នាដៃរបស់លោកសេនាប្រមុខស្ទើរតែទាំងអស់ដែលពីដើមឡើយគេតែងហៅថាសមត្ថជាតិឥឡូវនេះកំពុងត្រូវគេបំផ្លាញចោលដោយចោទថាជារបស់ប្រទេសកិរិយាខ្ញុំពិចារណាមួយសន្ទុះលើគំនិតរបស់ខ្ញុំដដែលនេះថាបើមួយក្បត់ពីរក្បត់ដូច្នេះនៅទីបំផុតគេអាចសន្និដ្ឋានថាកម្ពុជាប្រជាជាតិមួយដែលដឹកនាំដោយជនក្បត់ជាតិទេតែបើគេនៅតែនាំគ្នាបន្តចាត់ទុកអ្នកដែលមានគំនិតឬកម្មវិធីដឹកនាំជាតិផ្សេងពីគេថាជាជនក្បត់ជាតិដូច្នេះយើងធ្លាប់បានលើតរៀងមកឥតឈប់របៀបនេះតទៅទៀតកម្ពុជាពុំអាចស្វែងរកឃើញវរៈជនណាមួយមានជំនឿស្មោះត្រង់មកដឹកនាំជាតិឲ្យបានចម្រុងចម្រើនដោយស្ងប់ចិត្តឥតបានបារម្ភថាអ្នកដឹកនាំចំនួនក្រោយគេនឹងឡើងមកហើយចាត់វរៈជននោះទុកជាអ្នកក្បត់ជាតិឡើយក្រោយពេលបានដឹកនាំប្រជាជនកម្ពុជាមួយពេលតាមរបៀបណាមួយហើយអ្នកដឹកនាំខ្មែរទាំងអស់គ្នាសុទ្ធតែនឹងត្រូវរត់ចោលស្រុកទៅជ្រកកោននៅបរទេសទើបរស់បានឬឯណាទៅច្បាប់នេះជាសំណួររបស់លោកសេនាប្រមុខលន់នល់ដែលខ្ញុំឆ្លើយមិនរួចប៉ុន្តែនេះក៏ជាសំណួរដែលលោកត្រូវឆ្លើយដោយខ្លួនឯងលោកដែរឯណាទៅច្បាប់អ្នកកាន់អំណាចខ្មែរតាំងពីសម័យអាណានិគមបារាំងតែងធ្វើច្បាប់ឲ្យអ្នកតូចតាចប្រតិបត្តិតាមរួចហើយតែងលើកខ្លួនឯងឲ្យទៅនៅលើច្បាប់កែច្បាប់តម្រែតម្រង់ច្បាប់ស្រេចតែអំពើចិត្តពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំឆ្លើយរួចមែនប៉ុន្តែខ្ញុំអាចផ្លាស់សំណួរនេះទៅជាអ្វីទៅជាច្បាប់ដែលអាចចងមនុស្សកុំឲ្យជីសេះលែងដៃកប់បពកជ្រកអាចចន្លេនក្នុងលបែងប្រើអំណាចតែម្នាក់ឯងក្រៅពីត្អូញត្អែអាណិតរាសតើពេលណាទៅទើបអ្នកកាន់អំណាចខ្មែរងាកមកធ្វើច្បាប់សម្រាប់គ្រប់គ្រងខ្លួនឯងផងឬដាក់ខ្លួនឯងផងឲ្យនៅក្រោមអំណាចច្បាប់កុំឲ្យពិបាករត់ចោលស្រុកពេលអស់អំណាចកុំឲ្យពិបាកជាជាន់ខ្មែរឯងនៅពេលកាន់អំណាចម្យ៉ាងទៀតនៅពេលនេះរបបសាធារណរដ្ឋខ្មែរកំពុងធ្លាក់ដាំពីងសំយងក្បាលព្រមពេលជាមួយគ្នាខ្មែរមកខាងទៀតនោះគេកំពុងតែស្រវឹងជ្រុបក្នុងជោគជ័យរបស់គេអាកខ្វេះភ្នែកឆ្លោះច្រមុះចោះត្រចៀកអាថ្លើមយកប្រមាត់ត្រាំស្រាប្រកាសជ័យជំនះតើគេអាចរកកម្លាំងច្បាប់ឯណាទៅបង្ក្រាបទប់ទល់កម្លាំងអាវុធពាលានៅសមរភូមិដោយគំនិតលោកសេនាប្រមុខនឹងហើយហៅនៅពេលលោកទុនដៃទុនជើងត្រូវគេផ្ដាច់ចេញពីអំណាចចងព្យួរសម្រក់ឈាមចោលនៅកោះហាវ៉ៃទុកឲ្យចាញ់គេទៅហើយនៅថ្ងៃអាទិត្យទី18ខែមេសាដែលជាថ្ងៃចូលឆ្នាំលោកសេនាប្រមុខបង្គាប់ឲ្យយើងទាំងអស់គ្នារៀបចំធ្វើបុណ្យចូលឆ្នាំនិមិត្តរូបតូចមួយនៅគេហដ្ឋានសំណាក់របស់លោកពេលនេះលោកសេនាប្រមុខបានតែងតាំងខ្ញុំជាអាចារ្យដឹកនាំការរៀបចំពិធីបុណ្យនៅលើកោះហាវ៉ៃមួយក្រុមកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំធេងចម្ងាយជាង 4000 គីឡូម៉ែត្រពីកម្ពុជាយើងរកនិមន្តព្រះសង្ឃមកធ្វើជាអធិបតីក្នុងពិធីបុណ្យមិនបានទេការនៅកោះតាប៉ាស៊ីរីងប្រទេសឥណ្ឌូនេស៊ីខ្ញុំនឹកអៀនក្នុងខ្លួនរហូតមកដល់ថ្ងៃនេះដោយឃើញថាក្រោយពីបានសិក្សាក្នុងវត្តអារាមអស់រយៈពេលទាំងអស់ជិត20ឆ្នាំមកដែរហើយដោយរាប់ទាំងពេលនៅវត្តព្រះកែវព្រះភ្លើងនៅភ្នំពេញផងខ្ញុំនៅពុំអាចដឹកនាំឧបាសកឧបាសិកាទៀតសូត្រធម៌ឲ្យបានចប់ចុងចប់ដើមត្រឹមត្រូវនៅឡើយខ្ញុំបានធ្វើប្រហែសឥតបានយកសិភៅកហិប្រតិបត្តិទៅតាមខ្លួនដើម្បីជួយរំលឹកនិងដឹកនាំសូត្រធម៌តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនានៅក្នុងដំណើរឆ្ងាយសំខាន់នោះទៀងទាត់ក្តីមិនទៀងទាត់ក្តីដូច្នេះអ្នកកាន់សាសនាខ្ជាប់ខ្ជួនដែលយកសិភៅធម៌របស់គេកាន់កាប់ជាមួយខ្លួនជានិច្ចលើកលែងតែខ្មែរយើងដែលកាន់ព្រះពុទ្ធសាសនាពុទ្ធសាសនិកជនខ្មែរធ្លាប់បានឮគេនិយាយថាបើសូត្រធម៌ថ្វាយបង្គំព្រះដោយមើលសិភៅផងពុទ្ធសាសនិកជនខ្មែរហាក់ដូចជាគ្មានការស្មោះត្រង់ជាមួយព្រះពុទ្ធព្រមតែមានទ្រង់ទ្រាយជាអ្នកកាន់គ្រឹះសាសនាទៅវិញមានជំនឿរបៀបនេះយូរបន្តិចទៅធម៌ក៏លែងចេះសូត្រអក្សរក៏លែងចេះអានខ្មែរពួកអ្នកចម្បាំងទុកពេលឲ្យព្រះពុទ្ធសាសនាចប់សពគ្រប់គម្រប់ 5000 ព្រះវស្សាទៅហើយប៉ុន្តែនៅពេលនេះខ្ញុំបានសរសេរធម៌យ៉ាងកិញ្ចមួយចប់ទុកត្រឹមត្រូវហើយលើកនេះខ្ញុំបាននាំលោកសេនាប្រមុខ
និងអ្នកឯទៀតសូត្រធម៌ថ្វាយបង្គំព្រះរហូតដល់ចប់ដោយគ្មានឧបសគ្គយើងទើបបានចាក់ចេញពីប្រទេសបានពីអាទិត្យប៉ុណ្ណោះនៅពេលនេះប្រទេសយើងចិត្តរបេះធ្លាក់ទៅក្នុងដៃខ្មែរខ្មាំងខ្មែរក្រហមទៅហើយធម្មតាគេមិនសូវសែបគប់ជាមួយមនុស្សដែលអស់ស្រុកនេះទេប៉ុន្តែតម្លៃមនុស្សបន្តិចបន្តួចបាននៅសល់ក្នុងសិទ្ធិមនុស្សរបស់យើងដែរតម្លៃនេះគ្រាន់ធ្វើជាដង្ហើមឲ្យយើងយកជាទីពឹងបានខ្លះក្នុងការជួយសម្រួលឲ្យយើងរស់នៅក្នុងសហរដ្ឋអាមេរិកក្នុងទំនាក់ទំនងរវាងមនុស្សមួយទៅមនុស្សមួយដទៃទៀតដោយសារទំនៀមទម្លាប់អាមេរិកកាំងដែលតាក់ទងទៅជាមួយនឹងការគោរពសិទ្ធិមនុស្សយើងដែលកំពុងចាញ់សង្គ្រាមបាត់ស្រុកទេបែកបាក់បងប្អូនញាតិមិត្តយ៉ាងទរន្ទ្រាហើយទើបបានទៅដល់ដីថ្មីយើងអាចដកដង្ហើមចេញចូលរក្សាសេចក្តីសង្ឃឹមទៅអនាគតបានខ្លះតាមរន្ធប្រហោងសិទ្ធិមនុស្សចាប់តាំងពីខ្មែរក្រហមដណ្ដើមយកភ្នំពេញបាននៅថ្ងៃទី17ខែមេសាភ្លាមមកខ្ញុំពុំបានឈប់ស្ងៀមមួយត្របក់សម្រាប់សម្រក់ទឹកភ្នែកក៏គ្មានផងគណៈប្រតិភូខ្មែរនេះជាគណៈប្រតិភូខ្ពស់ជាន់ខ្ពស់បំផុតរបស់ប្រទេសហើយដែលជាគណៈប្រតិភូតម្រូវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកយកចិត្តទុកដាក់សម្រួលការទាំងអស់ជូនយ៉ាងប្រញាប់ទីបំផុតកិច្ចការសន្តិភាពនិងសង្គ្រាមនៅតាក់ទងច្រើនណាស់ជាមួយនឹងប្រធាននៃគណៈប្រតិភូនេះពេលនេះកិច្ចការដ៏សំខាន់ទាំងអស់នេះបានធ្លាក់មកលើដៃរបស់ខ្ញុំត្រូវជួយដោះស្រាយផ្ទៀងផ្ទាត់មើលផ្ទាល់គ្រប់នាទីខ្ញុំត្រូវជួយរៀបចំសម្រួលកិច្ចការទាំងអស់របស់លោកសេនាប្រមុខនិងរបស់សមាជិកឯទៀតក្នុងគណៈប្រតិភូកុំឲ្យមានខុសឆ្គងសោះឡើយនៅពេលរដ្ឋធានីភ្នំពេញត្រូវបានខ្មែរក្រហមដណ្ដើមយកបានភ្លាមខ្ញុំត្រូវធ្វើកិច្ចការរៀបចំស្ថាប័នថ្មីរបស់លោកសេនាប្រមុខនិងសមាជិកឯទៀតទាំងអស់ជាមួយនឹងអ្នកតំណាងក្រសួងការបរទេសប្រចាំក្រុងហូណូលូលូនិងអ្នកតំណាងរដ្ឋាភិបាលសហរដ្ឋឯទៀតដែលបានមកជួបមួយដងមួយកាលពីក្រុងវ៉ាស៊ីនតោនខ្ញុំបានដឹងតាំងពីដើមទីជ្រាបស្រេចមកហើយថារដ្ឋាភិបាលសហរដ្ឋអាមេរិកប្រឆាំងនឹងការរៀបចំតែងតាំងរដ្ឋាភិបាលនិរទេសដែលលោកសេនាប្រមុខមានបំណងធ្វើឡើងគេកំពុងបើកទំព័រថ្មីនៃប្រវត្តិសាស្ត្រឥណ្ឌូចិនគេគ្មានបំណងត្រឡប់ទៅទំព័រទី1វិញទេតាមពិតលោកសេនាប្រមុខលន់នល់បានរៀបចំគម្រោងការរដ្ឋាភិបាលនិរទេសស្រេចទៅហើយថ្ងៃទី9ខែឧសភាក្រសួងការបរទេសនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យយើងដឹងអំពីជំហរប្រឆាំងជាថ្មីទៀតតាមរយៈលោកភរិយារីឡូយរីវ៉សលើកលែងតែរឿងរដ្ឋាភិបាលនិរទេសនេះចេញរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្ដល់អភ័យឯកសិទ្ធិនិងជំនួយគ្រប់បែបយ៉ាងដល់លោកសេនាប្រមុខគ្រួសារនិងដល់សមាជិកគណៈប្រតិភូគ្រប់រូបទាំងនៅជាមួយនឹងអាជ្ញាធរសហរដ្ឋទាំងជាមួយនឹងអាជ្ញាធរប្រចាំស្រុកជាដើមឡើយលោកសេនាប្រមុខអាចបន្តនៅរដ្ឋហាវ៉ៃឬនៅរដ្ឋណាមួយទៀតបានតាមបំណងរបស់លោកអ្វីដែលលោកសុំតទៅទៀតនឹងទទួលការអនុគ្រោះសម្រួលតាមសុំជាបណ្ដោះអាសន្ននៅពេលនេះលោកសេនាប្រមុខនិងសមាជិកឯទៀតក្នុងគណៈប្រតិភូមានសិទ្ធិដូចគ្នានឹងប្រជាពលរដ្ឋទាំងឡាយរបស់សហរដ្ឋអាមេរិកលើកលែងតែសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតតាមច្បាប់ជាធរមានលោកសេនាប្រមុខត្រូវសុំច្បាប់ជ្រកកោននយោបាយនៅទីនេះឲ្យបាន2ឆ្នាំសិនមុននឹងសុំច្បាប់ទៅជាជនមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាមេរិកប៉ុន្តែបើលោកពុំទាន់សុំច្បាប់ទេនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងនៅតែបន្តទទួលស្គាល់លោកសេនាប្រមុខលន់នល់តាមមាគ៌ាទូតដែលមានតាំងពីដើមមកដដែលបើលោកសេនាប្រមុខឬសមាជិកគណៈប្រតិភូណាមួយចង់ពន្យាលិខិតឆ្លងដែនរបស់ខ្លួនយ៉ាងណារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងសម្រួលជូនទៅតាមការសុំនេះដែររដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងជួលយន្តហោះឲ្យដឹកជញ្ជូនសាច់ញាតិរបស់លោកសេនាប្រមុខដែលបានភៀសខ្លួនមកដល់ប្រទេសថៃហើយដែលមានបំណងចេញទៅប្រទេសបារាំងឲ្យបានទៅដល់ប្រទេសបារាំងតាមការសុំលោកសេនាប្រមុខលន់នល់និងសមាជិកឯទៀតនៃគណៈប្រតិភូអាចសុំយកបងប្អូនដែលបានភៀសខ្លួនរួចចេញពីកម្ពុជាហើយឲ្យមកជួបជុំជាមួយខ្លួនបានភ្លាមនៅពេលនេះចំពោះខ្ញុំផ្ទាល់វិញខ្ញុំមានមុខមាត់រៀងរើជាជនហាវ៉ៃកំណត់ស្រាប់ថែមលើនេះទៀតជាចៃដន្យឈ្មោះគ្រូសាខ្ញុំឆាងដែលគេអាចសរសេរជាឆាងធ្វើឲ្យអ្នកនៅរដ្ឋហាវ៉ៃជឿស្មានថាខ្ញុំជាជនជាតិចិនម្នាក់នៅហាវ៉ៃចិននៅហាវ៉ៃខ្សែសាំងចិននៅហាវ៉ៃខ្សែឆាំងសុទ្ធសឹងជាពូជអ្នកមានមុខមានមាត់មានទ្រព្យសម្បត្តិមានត្រកូលខ្ពង់ខ្ពស់តាមពិតឈ្មោះត្រកូលខ្ញុំឆាំងនេះជាឈ្មោះរបស់ជីតាខ្ញុំនៅតាកែវឈ្មោះជីតាខ្ញុំនេះគ្មានជាប់តាក់ទងជាមួយនឹងខ្សែចិនបន្តិចសោះឡើយលក្ខណៈចៃដន្យរបស់ទាំងពីរខាងលើផ្សំជាមួយនឹងភាសាអង់គ្លេសនិងវប្បធម៌អាមេរិកដែលខ្ញុំបានរៀនសូត្រចេះដឹងមកស្រាប់បានជួយសម្រួលជាច្រើនក្នុងកិច្ចការតាក់ទងផ្លូវការឬផ្ទាល់ខ្លួនរបស់ខ្ញុំនិងរបស់សមាជិកគណៈប្រតិភូទាំងអស់ឯទៀតដែលខ្ញុំជួយសម្រួលជាមួយនឹងប្រជាជននិងអាជ្ញាធរនៅលើកោះហាវ៉ៃដើម្បីរស់នៅលើកោះទេសចរដ៏ធំនៅក្នុងពិភពលោកគឺកោះហាវ៉ៃនេះ
ខ្ញុំក៏បានដាំគោតាមសម្រួលខ្លះប៉ុន្តែចំពោះចំណាយលើកិច្ចការទាំងនេះខ្ញុំត្រូវពឹងលើប្រាក់កាសបន្តិចបន្តួចផ្ទាល់ខ្លួនដែលខ្ញុំមានន័យថាប្រាក់សុទ្ធដែលខ្ញុំមាននៅសល់មានចំនួន$770ប៉ុណ្ណោះនៅពេលយើងទៅដល់ក្រុង Honolulu ភ្លាមនេះជាប្រាក់បៀវត្សរបស់ខ្ញុំដែលនៅសល់ក្រោយពីខ្ញុំបានចំណាយអស់ជាង$100ទៅហើយនៅលើកោះបាលីក្រោយមកលោកសេនាប្រមុខលន់នល់បានជួយចេញថ្លៃចំណាយរបស់ខ្ញុំនេះចំនួនទាំងអស់$200ទៀតដែរលោកបានឃើញថាខ្ញុំបានខំបំពេញកិច្ចការដោយយកចិត្តទុកដាក់បំផុតដោយរាប់ថែមទាំងកិច្ចការដែលខ្ញុំបានជួយសម្រួលដល់សមាជិកនីមួយៗផ្ទាល់ខ្លួនផងសមាជិកខ្លះនៅក្នុងគណៈប្រតិភូនាំគ្នាខ្សឹបខ្សៀវថាខ្ញុំបានទទួលលុយអាមេរិកយកមកធ្វើការទាំងនេះជូនគេគ្រប់គ្នាហើយបានជាខ្ញុំខិតខំយកចិត្តទុកដាក់ឥតឈប់ដូច្នេះតាមពិតធនធានសម្រាប់ការចំណាយរបស់គណៈប្រតិភូស្ថិតនៅក្នុងធនាគារធនធានណាដែលនៅក្រៅធនាគារបានคล้ายខ្លួនបន្តិចម្ដងស្ងាត់ទៅជាធនធានផ្ទាល់ខ្លួនរបស់លោកសេនាប្រមុខអាជ្ញាធរអាមេរិកត្រួតត្រាមើលធនធាននៅក្នុងធនាគារទាំងនេះយ៉ាងស្អិតលោកអាជ្ញាធរអាមេរិកបានត្បិតត្បៀតបំពេញកិច្ចការត្រឹមត្រូវតាមច្បាប់ពេកទៅវាកើតមានរឿងធនជ័យមួយឡើងគួរឲ្យចង់អស់សំណោចទៅវិញនៅពេលលោកសេនាប្រមុខលន់នល់បញ្ជាឲ្យខ្ញុំយកប្រាក់សល់ពីចំណាយលើប្រាក់ខែចំនួនជាង$50,000ទៅផ្ញើក្នុងធនាគារមួយនៅក្រុង Honolulu ដើម្បីងាយទូទាត់ទៅថ្ងៃមុខទៀតអគ្គនាយកធនាគារបានបដិសេធមិនអនុញ្ញាតឲ្យផ្ញើនៅក្នុងធនាគាររបស់គេផងទេគេមានការសង្ស័យអំពីដើមកំណើតនៃប្រាក់នេះដោយគេមិនដែលបានឃើញថាលោកសេនាប្រមុខភរិយាលោកឬរូបខ្ញុំនិងអ្នកឯទៀតមានការអ្វីមួយធ្វើនៅលើកោះហាវ៉ៃនេះអគ្គនាយកធនាគារដែលខ្ញុំយកប្រាក់ទៅផ្ញើទុកទាំងយប់នោះស្មានថាប្រហែលខ្ញុំបានប្រាក់នេះមកពីការលួចជាតិឬលួចអភិនឬលួចប្រាក់ជំនួយអាមេរិកនេះជាទំនៀមទម្លាប់មួយដែលសាធារណមតិអន្តរជាតិតែងយកទៅលាបពណ៌ជួមុខដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋខ្មែរដោយចោទរបបសាធារណរដ្ឋខ្មែរថាជារបបពុករលួយមានការចោទជាពិសេសពីសំណាក់សារព័ត៌មានបរទេសចំពោះអំពើពុករលួយរបស់លោកសេនាប្រមុខនិងរបស់នីតិហ៊ានជាន់ខ្ពស់របស់លោកនៅពេលនេះការចោទពីមាត់មួយទៅមាត់មួយទាំងនេះបានធ្វើឲ្យផ្អើលពិភពលោកទាំងមូលនៅពេលបញ្ចប់សង្គ្រាមឥណ្ឌូចិនទោះបីការផ្លាស់ប្ដូរប្រាក់បានធ្វើឡើងតាមច្បាប់ជាធរមានយ៉ាងតឹងរ៉ឹងយ៉ាងណាក៏ដោយក៏នៅតែលោកសេនាប្រមុខកិច្ចពីការចោទនេះមិនបានដំបូងឡើយគេបានផ្សព្វផ្សាយទៅហើយថាមុនពេលលោកសេនាប្រមុខលន់នល់ចេញពីកម្ពុជាសហរដ្ឋអាមេរិកបានសោកលោកជាប្រាក់ចំនួន$1លានដើម្បីឲ្យលោកលីលែងពីតំណែងហើយមានរទេះខ្លួនមកនៅប្រទេសក្រៅតាមពិតក្រោយពេលបានសម្រេចនៅចុងខែមីនាឆ្នាំ1975លោកសេនាប្រមុខនឹងចេញដំណើរពីភ្នំពេញទៅព្យាបាលជំងឺនៅរដ្ឋហាវ៉ៃដោយដឹកនាំបេសកកម្មមួយថែមទៀតផងដោយមានលោកឡុងបូរ៉េតជារដ្ឋមន្ត្រីទី1និងរូបខ្ញុំផ្ទាល់ជាមន្ត្រីទូតទទួលបន្ទុកក្នុងការចរចាសហរដ្ឋអាមេរិកបានរៀបចំជូនប្រាក់សម្រាប់បេសកកម្មលោកសេនាប្រមុខទាំងអស់ចំនួន$1លានមែនកិច្ចសន្យានេះបានធ្វើឡើងនៅចំពោះមុខគណៈរដ្ឋមន្ត្រីទាំងមូលព្រមទាំងនៅមុខអ្នកតំណាងគណៈបកគ្រប់បកដោយឥតមានការលាក់បាំងអ្វីទេប៉ុន្តែប្រាក់នេះមិនមែនជាប្រាក់សំណូកដោយពាក្យចោទនោះទេតែជាប្រាក់សម្រាប់បេសកកម្មទាំងមូលរាប់ទាំងបៀវត្សនិងការចាយវាយសម្រាប់បេសកជនទាំងអស់ចំនួន27នាក់អ្នកទាំងនេះត្រូវធ្វើដំណើរជាប់ជាមួយលោកសេនាប្រមុខទៅក្រៅប្រទេសក្នុងរវាងពេលយ៉ាងតិចចំនួន3ខែនៅពេលលោកសេនាប្រមុខលន់នល់បញ្ជាឲ្យខ្ញុំយកប្រាក់សល់ពីចំណាយលើប្រាក់ខែចំនួនជាង$50,000ទៅផ្ញើក្នុងធនាគារមួយនៅក្រុង Honolulu ដើម្បីងាយទូទាត់ទៅថ្ងៃមុខទៀតអគ្គនាយកធនាគារបានបដិសេធមិនអនុញ្ញាតឲ្យផ្ញើនៅក្នុងធនាគាររបស់គេផងទេគេមានការសង្ស័យអំពីដើមកំណើតនៃប្រាក់នេះគេត្រូវបើកប្រាក់នេះមួយដុំម្ដងចំនួន$10,000តាមពិតទៅទៀតប្រាក់នេះយើងបើកបានតែដុំដំបូងមួយដុំទេចំនួន$10,000នេះមែនដែលយកមកចាយវាយបើកជាបៀវត្សទាំងអស់គ្នានៅពេលលោកឡុងបូរ៉េតនៅជាមួយនៅឡើយម្លេះចាប់តាំងពីពេលចាក់ចេញពីភ្នំពេញរហូតដល់ពេលធ្វើដំណើរតាមប្រទេសឥណ្ឌូនេស៊ីលុះទៅដល់រដ្ឋហាវ៉ៃក្រៅពីនេះខ្ញុំបានឮថាលោកសេនាប្រមុខបើកបានមួយដុំចំនួន$10,000ទៀតដែរក្រោយពេលខ្ញុំចេញបាត់ពីលោកទៅនៅទីផ្សេងទៅហើយប៉ុន្តែទោះជាយ៉ាងណាក៏មួយសន្ទុះក្រោយមកដោយខ្ញុំបានរាយរាប់ខាងលើស្រាប់ចាប់តាំងពីថ្ងៃទី1ខែឧសភាឆ្នាំ1975ទៅសហរដ្ឋអាមេរិកបានបិទដបប្រាក់នេះព្រមទាំងប្រាក់របស់ប្រទេសខ្មែរឯទៀតទាំងអស់នៅក្នុងធនាគារបរទេសលែងឲ្យបើករហូតដល់សប្តាហ៍ថ្ងៃពីព្រោះគេសំអាងថាគេទុកប្រាក់នេះជូនប្រមុខរដ្ឋសាធារណរដ្ឋខ្មែរប្រាក់នេះនៅសល់ចំនួនជាង$50,000ក្រោយពីការកាត់កងចំណាយសពគ្រប់
ប៉ុន្តែគឺប្រាក់ $50,000 នេះហើយដែលបានធ្វើឲ្យប្រឡាក់ប្រឡូកកិត្តិយសរបស់ខ្ញុំក្នុងការរស់នៅក្នុងដែនដីសហរដ្ឋអាមេរិកជាពិសេសចំពោះរូបខ្ញុំដែលត្រូវឆ្លើយតបនឹងពាក្យចោទបង្កាច់ឥតឈប់នៅមុខសាធារណជននិងនៅមុខប្រវត្តិសាស្ត្រហើយដែលត្រូវបន្តរស់នៅម្នាក់ឯងតទៅទៀតប្រាក់ដែលខ្ញុំមិនបានដឹងថាបានคล้ายទៅជាអ្វីផងនេះបានធ្វើឲ្យខ្ញុំមានការអាម៉ាស់មុខជាញឹកញាប់មានពេលខ្លះគេនាំគ្នាស្រែកហូកញ្ជ្រៀវតាមទីសាធារណៈចង្អុលមុខចោទថាខ្មែរដែលហែហោមលោកសេនាប្រមុខលន់នល់មកសហរដ្ឋអាមេរិកជាចៅលួចលុយជាតិលួចលុយជំនួយអាមេរិកទៅឲ្យខ្មែររហូតដល់ពេលមួយមានអ្នកតំណាងរាស្ត្ររដ្ឋហាវ៉ៃម្នាក់ឈ្មោះ Abel Crombie បានថ្លែងបង្កាច់ហៅលោកសេនាប្រមុខថាជាមេចៅផងទៀតល្ងាចមួយទៀតខ្ញុំបានសួរលោកសេនាប្រមុខអំពីទស្សនៈទូទៅរបស់លោកនៅមុខភ្លើងសង្គ្រាមក្តីនៅមុខជីវិតធម្មតារបស់បុគ្គលឬរបស់ប្រជាជាតិនីមួយៗក្តីលោកសេនាប្រមុខនៅស្ងៀមឥតស្ដីចំនួន2 ទៅ 3 ថ្ងៃក្រោយមកលោកសេនាប្រមុខបើកសៀវភៅខ្មៅតូចចាស់កង្វក់របស់លោកមួយដោយសួរខ្ញុំបណ្ដាយ៉ាងខ្លីថាលោកចង់ដឹងឬខ្ញុំតាមមើលដៃលោកសេនាប្រមុខដោយឥតឆ្លើយតបវិញលោកហូតយកក្រដាសសៀវភៅបន្ទាត់មួយទំព័រនៅលើទំព័រពណ៌ប្រផេះដែលលោកហូតមកលោកបានសរសេរចម្លងកំណាប់មួយជាភាសាបារាំងប្រើទឹកខ្មៅស្វាយដោយដៃលោកផ្ទាល់មានកំណត់ឆ្នាំ1937នៅខាងក្រោមទំព័រកំណាប់នេះរាយរាប់អំពីមនុស្សនេះក្រៅពីបានឈ្នះអ្វីៗទាំងអស់ហើយបានចាញ់បាត់បង់អ្វីៗទាំងអស់នោះវិញប៉ុន្តែមនុស្សនេះហ៊ានគយគុណមើលបរាជ័យរបស់ខ្លួនដោយគ្មានតក់ស្លុតគ្មានរន្ធត់គ្មានត្អូញត្អែនៅពេលស្នាដៃរបស់ខ្លួនទាំងឡាយកំពុងរលំរលាយទៅជាផេះក្នុងចំណោមវងមនុស្សពីលដែលនាំគ្នាតេះដៀលចាញ់ផ្ចាលបំបាក់មុខសំអុយកិត្តិនាមរបស់គេមនុស្សនេះនៅតែប្រឹងតស៊ូកសាងតទៅមុខទៀតជាធម្មតាឥតឈប់ឥតធ្វេសប្រហែសឥតបណ្ដោយឲ្យលងខ្លួនក្នុងសេចក្តីសោកស្ដាយខឹងសងសឹកមើលងាយប្រហើនកោងកាចឡើយកំណាប់ដែលលោកសេនាប្រមុខបង្ហាញខ្ញុំបានចែងថាគឺមនុស្សប្រភេទនេះហើយដែលនឹងទាញមនុស្សដទៃទៀតព្រមទាំងក្សត្រាក្សត្រីស្ដេចផែនដីរហូតដល់ទេវតានិងព្រាហ្មណ៍អរិយអ្នកតាឲ្យចុះមកក្លបខ្លាចខ្លួនកំណាប់នេះបានបញ្ចប់ដោយពាក្យដាស់តឿនមួយម៉ាត់ខ្លីថាលើពីនេះទៅទៀតគឺមនុស្សប្រភេទនេះហើយដែលគេហៅថាមនុស្សมันខុសគ្នាពីកំណាប់ខាងលើពេលនេះអ្វីៗទាំងអស់ដែលលោកសេនាប្រមុខលន់នល់បានខិតខំកសាងឡើងនៅកម្ពុជាត្រូវឆេះវិនិច្ឆ័យហិនហោចคล้ายទៅជាធូលីជាផេះអស់ទៅហើយលោកនៅសល់តែការរក្សាខ្លួនលោកឲ្យនៅជាមនុស្សប៉ុណ្ណោះយៈម្នាក់បានដួល10 ឆ្នាំក្រោយយើងបានទៅដល់កោះហាវ៉ៃលោកសេនាប្រមុខលន់នល់ស្លាប់ខ្ញុំនឹងខិតខំសរសេរព្រឹត្តិការណ៍ដែលកើតឡើងក្នុងអំឡុង10 ឆ្នាំនេះជូនអ្នកអានតទៅទៀតប៉ុន្តែនៅពេលនេះខ្ញុំត្រូវងាកមករៀបចំក្រុងរឿងរដ្ឋប្រហារបោះពុម្ពសៀវភៅដោយខ្ញុំបានសន្យាជាមុនសិននៅពេលលោកសេនាប្រមុខស្លាប់ខ្ញុំបានទៅនៅឯក្រុង Washington ឯណោះហើយនៅពេលខ្ញុំបានទទួលដំណឹងថាលោកសេនាប្រមុខស្លាប់នៅក្នុងក្រុង Los Angeles នៃរដ្ឋ California ខ្ញុំមិនដឹងយកពាក្យណាមួយឡើយទៅអត្ថាធិប្បាយមរណភាពដ៏ធ្ងន់ឲ្យបានដិតដល់តម្លៃពិតៗរបស់វីរៈបុរសដ៏ស្គមស្កៃដ៏ធំស្គមស្កៃដោយលោកសេនាប្រមុខលន់នល់ខ្ញុំធុញទ្រាន់ចិនណាយនឹងពាក្យតលគំនិតធម្មតាដូចជាពាក្យទីបំផុតឬយ៉ាងអស្ចារ្យឬអតិបរមាណាស់ទៅហើយដូច្នេះហើយបានជាក្នុងសេចក្តីផ្ដើមឃ្លាវិពយោគថាដែលមានន័យថាវរៈជនដ៏មានឥទ្ធិពលដ៏ស្គមស្កៃម្នាក់បានបាត់បង់ជីវិតខ្ញុំបានចាប់ប្រកាសជាភាសាអង់គ្លេសថាយៈម្នាក់បានដួលក្រោយមកពេលខ្ញុំនឹកឃើញឡើងវិញនៅកំណាព្យរបស់កវីអង់គ្លេសឈ្មោះ Rudyard Kipling ដែលលោកសេនាប្រមុខតែងឧស្សាហ៍អានតាំងពីឆ្នាំ1937មកខ្ញុំគួរណាស់តែផ្ដើមវិយោគថាដោយប្រកាសថាមនុស្សម្នាក់ស្លាប់ឬបរិសម្នាក់ស្លាប់យ៉ាងខ្លីគួរឲ្យសមប៉ុណ្ណោះទុកជាបានការដោយសម្រេចទៅលើជីវិតវរៈបុរសគំរូដែលអ្នកកវីអង់គ្លេសរង្វាន់ Nobel រូបនេះបានសរសេរទុកប្រៀបធៀបទៅជាមួយនឹងជីវិតតស៊ូគ្មានពីររបស់លោកសេនាប្រមុខលន់នល់ដែលខ្ញុំបានស្គាល់ពេលនេះខ្ញុំបានសរសេរអំពីព្រឹត្តិការណ៍ជុំវិញការធ្វើរដ្ឋប្រហារទម្លាក់លោកសេនាប្រមុខលន់នល់ដោយសហការីរបស់លោកបានចំនួនជា 20% ហើយនេះគ្រាន់តែជាការឧទ្ទិសនាមដំបូងអំពីព្រឹត្តិការណ៍សម្ងាត់តូចមួយដែលខ្ញុំបានរស់នៅជាមួយយ៉ាងជិតស្និទ្ធតែដែលសាធារណជនពុំសូវបានដឹងក្នុងឆ្នាំ1975ព្រឹត្តិការណ៍នេះបានដើរតួនាទីយ៉ាងធំចម្បងក្នុងការរលំរបបសាធារណរដ្ឋខ្មែរគឺរបបលន់នល់ចោលចេញហើយតែងតាំងរបបកម្ពុជាប្រជាធិបតេយ្យគឺរបបប៉ុលពតឲ្យត្រួតត្រាកម្ពុជាវិញរបៀបសរសេររៀបរាប់តាមអារម្មណ៍ដោយខ្ញុំបានប្រើមកធ្វើឲ្យដោះក្នុងចិត្តអ្នកអានដោយឥតដឹងខ្លួនថាព្រឹត្តិការណ៍នេះបានកើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំតាមពិតសាច់ពេលទាំងអស់កន្លងទៅបានតែ3 អាទិត្យប៉ុណ្ណោះ
នេះគឺជាពេលចាប់ពីម៉ោងលោកសេនាប្រមុខលន់នល់ចាក់ចេញពីកម្ពុជាទៅដល់ប្រទេសឥណ្ឌូនេស៊ីរួចហើយបង្ហោះទៅដល់កោះហាវ៉ៃរហូតដល់ថ្ងៃលោកចេញពីមូលដ្ឋានអាកាសចររបស់សហរដ្ឋអាមេរិកទៅរស់នៅជាឯកជនក្នុងផ្ទះរបស់លោកនៅពេលចុងក្រោយនេះរដ្ឋប្រហារទម្លាក់លោកសេនាប្រមុខលន់នល់នៅឯភ្នំពេញបានទទួលជោគជ័យដោយបំណងអ្នកធ្វើហើយនេះហើយជាកំណត់ពេលរដ្ឋប្រហារភាគច្រើនរដ្ឋប្រហារធ្វើឡើងដោយកម្លាំងអាវុធប៉ុន្តែរដ្ឋប្រហារទម្លាក់លោកសេនាប្រមុខលន់នល់ធ្វើឡើងដោយត្រជាក់ដោយស្ងាត់គួរឲ្យស្លុតកំណាត់ពេលមានខ្លីណាស់ទោះបីជាលោកសេនាប្រមុខចង់រក្សាទុកតួនាទីជាប្រធានាធិបតីសាធារណរដ្ឋខ្មែរយ៉ាងណាក្តីទោះបីមន្ត្រីនិងយោធាសាធារណរដ្ឋខ្មែរនៅតែរក្សាសេចក្តីស្មោះត្រង់ចំពោះលោកសុខចិត្តធ្វើពលិកម្មបូជាជីវិតក្នុងនាមលោកក្តីទោះបីគេពុំមានធ្វើសេចក្តីថ្លែងការណ៍ណាមួយប្រកាសជាផ្លូវការចង្អុលឲ្យចំថាអាណត្តិប្រធានាធិបតីលោកសេនាប្រមុខលន់នល់ចប់ហើយក្តីក៏លោកមិនអាចត្រឡប់មកកាន់អំណាចនៅកម្ពុជាវិញបានឡើយទាំងចម្ងាយទឹកដីទីកន្លែងទាំងធនធានទ្រព្យសម្បត្តិទាំងអំពើដែលគេបានបំពេញទាំងច្បាប់និងស្ថាប័ននានាដែលគេបានបង្កើតតគ្នាទាំងតរយៈភាពនយោបាយយោធាអ្វីទាំងអស់ក្នុងពេលនេះបានក្បត់រួមគ្នាខ្ទាស់លោកសេនាប្រមុខមិនឲ្យចូលកម្ពុជាវិញបានថ្ងៃទី12ខែមេសាឆ្នាំ75គឺជាថ្ងៃដែលអាមេរិកបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិករត់ចេញពីភ្នំពេញមួយរំពេចនោះគណៈកម្មការកម្ពុជាបានបង្កើតឡើងដើម្បីរៀបចំទទួលប្រមុខរដ្ឋថ្មីនៅពេលនេះរដ្ឋមួយទៀតកំពុងកកើតឡើងហើយធម្មតារដ្ឋប្រហារជាផ្នែកបន្ទោរន្ទះបាញ់នយោបាយយោធាផ្លាស់ប្ដូររបបគ្រប់គ្រងបដិសេធស្ថាប័នរដ្ឋចាស់ចោលជាអំពើស៊ីពេលអស់រាប់តាមម៉ោងឬយ៉ាងហោចណាស់អស់ពី3ថ្ងៃប៉ុណ្ណោះបើអំពើផ្លាស់របៀបគ្រប់គ្រងណាមួយត្រូវស៊ីពេលអស់ច្រើនខែឬច្រើនឆ្នាំអំពើនោះវានឹងคล้ายទៅជាការតស៊ូដោយរណសេរីឬទៅជាការដឹកនាំជាតិដោយរដ្ឋាភិបាលល្អឬអាក្រក់ធម្មតាទៅវិញតាំងពីថ្ងៃសៅរ៍ទី25ខែមេសាឆ្នាំ1975លោកសេនាប្រមុខលន់នល់បានរស់នៅក្នុងគេហដ្ឋានរបស់លោកជាមួយភរិយានិងកូនលោក5នាក់នៅលើកោះហាវ៉ៃរហូតដល់ឆ្នាំ1981ពិតមែនតែលោកមានទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់ជីវិតមួយយ៉ាងសុខដុមរមនាជំងឺរបស់លោកបានធ្វើឲ្យលោកមានការលំបាកច្រើនក្នុងការថែទាំជីវិតរបស់លោកកង្វល់នេះបានធ្លាក់យ៉ាងធ្ងន់ទៅលើភរិយារបស់លោកដែលត្រូវមើលថែទាំលោកឥតដើរចោលចេញឆ្ងាយមួយជំហានបានឡើយក្រោយមកលោកសេនាប្រមុខបានទិញគេហដ្ឋាន2ទៀតនៅលើកោះហាវ៉ៃគេហដ្ឋានមួយមានទំហំនិងតម្លៃ2ដងលើសគេហដ្ឋានមុនដែលខ្ញុំនិងលោកអ៊ុំស៊ុំបានជួយទិញពិតមែនហើយការខ្វះស្ថិរភាពដើម្បីតោងឲ្យបានមាំក្នុងជីវិតរបស់លោកនៅពេលដែលលោកចេះតែចូលរៀនទៅហើយបានធ្វើឲ្យលោកសេនាប្រមុខងាកទៅចាប់យកផ្ទះសម្បែងទ្រព្យសម្បត្តិជាសម្ភារៈទុកជាទីពឹងប៉ុន្តែការប្រមូលទ្រព្យសម្បត្តិទាំងនេះដោយមិនបានមើលថែទាំប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ដិតដល់បាននាំឲ្យមានការទាស់ទាញពីសំណាក់សារព័ត៌មានដល់រូបលោកនិងគ្រួសារលោកជារឿយៗនៅពេលនោះខ្ញុំបានចាក់ចេញទៅនៅក្នុងខ្ទមតូចមួយនៅលើកំពូលភ្នំភូភូគីផ្នែកខាងជើងកោះហាវ៉ៃឆ្ងាយពីលោកសេនាប្រមុខនិងគ្រួសារលោកអស់ពេលជាយូរណាស់ហើយខ្ញុំនៅលើទីចង្កេះភ្នំចោតដាំទីងលើសមុទ្រមានរលកខ្មៅងងឹតបាក់បោកខ្ពស់ស្មើនឹងកំពូលភ្នំនៅជុំវិញច្រើនមានតែចំការម្នាស់ត្រកួនព្រៃនិងឪឡឹកយក្សកំណាត់ពេលក្រោយនេះជាពេលតស៊ូដ៏លំបាកក្រៀមក្រំរបស់ខ្ញុំទន្ទឹមគ្នាជាមួយពេលដែលប្រជាជនខ្មែរកំពុងរងទុក្ខហួសពីការស្មាននៅកម្ពុជាខ្ញុំនឹងខិតខំសរសេរផ្សាយពីព្រឹត្តិការណ៍ដែលខ្ញុំបានកត់ត្រាទាំងនេះជូនសាធារណជនតទៅទៀត3ឆ្នាំក្រោយមកខ្ញុំក៏បានចេញពីហាវ៉ៃទៅនៅក្រុងវ៉ាស៊ីនតោនដើម្បីបន្តសកម្មភាពឃោសនាវប្បធម៌ខ្លះលើបញ្ហាកម្ពុជាផ្ទាល់ជាមួយនឹងស្ថាប័នជាតិធំៗរបស់សហរដ្ឋអាមេរិកវិជ្ជមនិតកងកេងបានទៅជួបជុំគ្រួសារលោកតាំងទីលំនៅជាថ្មីនៅក្នុងក្រុង Houston រដ្ឋ Texas បាត់ទៅហើយដែរឆ្នាំ1981លោកសេនាប្រមុខលន់នល់បានចាក់ចេញពីកោះហាវ៉ៃមកនៅក្រុង Los Angeles ក្នុងរដ្ឋ California លើដីសហរដ្ឋអាមេរិកដីគោកទីនេះមានខ្មែរជិត 50,000 នាក់បានរៀបចំទីលំនៅជាស្ថាពរទៅហើយទីលំនៅលោកថ្មីនៅជិតមហាជនខ្មែរជាច្រើនរស់នៅពេលដែលលោកចាស់ហើយព្រមទាំងជរាចេះតែធ្ងន់ឡើងដោយមកពីរូបផ្ទាល់របស់លោកផងហាក់ដូចជាបើកទំនប់ទឹកឲ្យការគៀបសង្កត់គ្រប់យ៉ាងទាំងផ្លូវសង្គមទាំងផ្លូវមនោសញ្ចេតនាចូលមកញោមញីព្រឹកថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1975លោកសេនាប្រមុខលន់នល់ត្អូញឈឺទ្រូងខាងឆ្វេងលោកស្លាប់នៅមន្ទីរពេទ្យនៅពេលដែលគេដឹកលោកទៅដល់លោកមានអាយុ72ឆ្នាំ
នៅមុខគ្រួសារលោកក្រុមញាតិមិត្តអតីតមន្ត្រីជាន់ខ្ពស់ទាំងឡាយឯទៀតទាំងស៊ីវិលទាំងយោធាចំនួន200នាក់នៃសាធារណរដ្ឋខ្មែរបានធ្វើដំណើរមកពីច្រើនទិសច្រើនតំបន់ព្រមទាំងពីប្រទេសជិតឆ្ងាយមកជួបជុំគ្នាជូនដំណើរលោកសេនាប្រមុខជាលើកចុងក្រោយបង្អស់លោកវរៈស្នេហ៍ឯកកងនាវីព្រំនាគរាជនិងឧត្តមសេនីយ៍ប៉ុកសំអានបានដឹកនាំកងកិត្តិយសជូនគារវរៈកិច្ចដល់សពលោកសេនាប្រមុខតាមទំនៀមទម្លាប់យោធាស្រេចហើយវិជ្ជបណ្ឌិតកងកេងបានធ្វើដំណើរពីរដ្ឋតិចសាសមកលាលោកសេនាប្រមុខដោយឈរសេញ្ចឹងស្ងៀមមួយស្របក់ធំនៅមុខមឈូសរបស់សពខ្ញុំសង្កេតឃើញទឹកភ្នែកសាមផ្ដាំហូរចេញពីភ្នែកឧត្តមសេនីយ៍កងកេងទៅហើយនៅពេលដែលលោកដើរត្រឡប់មកទីអង្គុយវិញខ្ញុំបានយកទង់ជ័យសាធារណរដ្ឋខ្មែរដែលខ្ញុំបានរក្សាទុកជាច្រើនឆ្នាំមកហើយមករំមឈូសរបស់លោកសេនាប្រមុខទីបំផុតខ្ញុំក្រោកឈរឡើងនៅមុខគ្រួសារនិងអតីតសហការីលោកសេនាប្រមុខលន់នល់សូត្រវិយោគកថារៀបរាប់ជីវប្រវត្តិលោកសេនាប្រមុខលន់នល់មួយវគ្គម្ដងដោយរំភើបក្រៃលែងចាប់តាំងពីពេលលោកចាប់កំណើតឆ្លងកាត់សម័យលោកធ្វើការបម្រើជាតិរហូតដល់ពេលលោកស្លាប់ចាកចេញទៅខ្ញុំបានព្រៀងបញ្ចប់វិយោគកថារបស់ខ្ញុំក្នុងពិធីបញ្ចុះសពលោកសេនាប្រមុខលន់នល់ដោយជូនសម្ដីទៅរកកវីរ៉ូសយ៉ាគីភ្លីងជានិមិត្តរូបនៃជីវិតតស៊ូនិងកសាងរបស់លោករៀងមកដោយយកពាក្យកវីរង្វាន់ណូបែលនេះបញ្ជាក់ថាហើយលើសពីនេះទៅទៀតអ្នកនឹងទៅជាបរិសម្នាក់ណាកូនឧទ្ទិសជូនលោកក្នុងនាមមន្ត្រីនិងយោធាសាធារណរដ្ឋខ្មែរទាំងអស់ដែលបានជួបជុំគ្នាសម្ដែងសេចក្តីគោរពចុងក្រោយបង្អស់ដល់លោកសេនាប្រមុខលន់នល់ប៉ុន្តែមកដល់កំណត់ពេលវិនាទីចុងក្រោយបំផុតនេះអារម្មណ៍ខ្ញុំងាកចេញពីកវីគីភ្លីងមួយរំពេចហើយបែរទៅជាដល់ភ្ជាប់លើកំណាព្យខ្មែរមួយព្យាង្គដែលខ្ញុំនៅចាំខ្ញុំបានទន្ទិញចាំមាត់នៅព្យាង្គកំណាព្យខ្មែរដោយទាំងមិនដឹងឈ្មោះអ្នកនិពន្ធតាំងពីខ្ញុំនៅជាកុមាររៀននៅថ្នាក់បរិវេជ្ជដ្ឋានថ្នាក់ទី2រហូតមកដល់សប្តាហ៍ថ្ងៃខ្ញុំសូត្រព្យាង្គកំណាព្យខ្មែរមកតទេបញ្ចប់វិកយោគថាខ្ញុំជូនលោកសេនាប្រមុខដូចតទៅប្រទេសជាតិឃ្លាតជោគរោគរឹបធ្ងន់ប្រជាជនទុនតោះចុះសេរីប្រទះពេលឱកាសផ្លាស់ទឹកដីប្រកាច់អ្វីគង់តែបែបានផ្កែងខ្ញុំស្ដាប់សម្លេងខ្លួនឯងលាន់ឮពេញត្រចៀកពិតហើយពេលលោកសេនាប្រមុខលន់នល់ស្លាប់ជាពេលដែលមនុស្សបានធ្លាក់យៈបានដួលអស់អ្នកការពារពិតប្រាកដដោយខ្ញុំបាននឹកស្មានទុកពីដើមមែន